ពីដែនកំណត់នៃមហាអំណាចសកលហេតុអ្វីបានជាគេមើលឃើញបែបនេះព័ត៌មានកាន់តែពឹស្ដារយ៉ាងណានោះយើងមានការចូលរួមបន្ថែមពីសំណាក់លោកណនរីណាអ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិរបស់ទូរទស្សន៍ព័ត៌មាន BTV បាទលោករីណាហេតុអីបានជាគេមើលឃើញថាបញ្ហាសង្គ្រាមអ៊ុយក្រែននិងបញ្ហាអាមេរិកអ៊ីរ៉ង់នេះគឺជាការបង្ហាញពីដែនកំណត់មហាអំណាចពិភពលោកបាទដោយសារប្រទេសអ៊ុយក្រែនបានរងការវាយប្រហារដោយរុស្ស៊ីជាមហាអំណាចសភាវុធលេខ2នៅលើសកលលោកប៉ុន្តែសង្គ្រាមនេះបានអូសបន្លាយរយៈពេលជាង4ឆ្នាំចូលដល់ឆ្នាំទី5ហើយជិតកន្លះឆ្នាំទៀតទៅហើយប៉ុន្តែការវាយប្រហារពីប្រទេសរុស្ស៊ីមកលើអ៊ុយក្រែននេះគឺប្រទេសអ៊ុយក្រែនបានរងផលប៉ះពាល់ធ្ងន់ធ្ងររយៈពេលច្រើនលើកនៃការវាយប្រហារសន្ធាប់ដោយប្រទេសរុស្ស៊ីប៉ុន្តែក៏គេមើលឃើញដែរថាវាមានដែនកំណត់ដែរដែលប្រទេសអ៊ុយក្រែនក៏ពង្រឹងសមត្ថភាពចុងក្រោយនេះវាប្រហារចូលជ្រៅទៅលើប្រទេសរុស្ស៊ីដែរដោយបំផ្លិចបំផ្លាញនៅហេដ្ឋារចនាសម្ព័ន្ធថាមពលគោលដៅយោធារោងចក្រចម្រាញ់ប្រេងនិងអូស្មန်និងព្រមទាំងទីតាំងយន្តហោះជាដើមដែលអ៊ុយក្រែនធ្វើបានហើយទោះជារងនៅសម្ពាធខ្លាំងក៏ដោយក៏រុស្ស៊ីទទួលស្គាល់ថាការវាយប្រហាររបស់អ៊ុយក្រែនចុងក្រោយនេះបានបង្កឲ្យមានផលវិបាកខ្លាំងទាក់ទងទៅនឹងសកម្មភាពនានាដោយក្នុងនោះគេមើលឃើញបញ្ហាថាមពលក៏ជួបនៅកង្វះខាតខ្លាំងធ្វើត្បិតតែរុស្ស៊ីជាប្រទេសជំរុកប្រេងជំរុកថាមពលសម្រាប់នាំចេញទៅកាន់ទីផ្សារសកលលោកក៏ដោយដែលឡែកសង្គ្រាមនៅក្នុងប្រទេសអ៊ីរ៉ង់នេះវាមានរយៈពេលនៃការប្រយុទ្ធគ្នាជាងមួយខែនេះប៉ុន្តែគេមើលឃើញដែនកំណត់ច្រើនដែលអ៊ីរ៉ង់ហាក់ដូចជាពឹងផ្អែកលើខ្លួនឯងសុទ្ធទល់នឹងមហាអំណាចពិភពលោកទាំងយោធាទាំងសេដ្ឋកិច្ចរួមទាំងអ៊ីស្រាអែលជាមហាអំណាចតំបន់ដែររួមជាមួយនឹងសហរដ្ឋអាមេរិកអញ្ចឹងដែនកំណត់គឺការវាយប្រហារដោយសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលនេះគឺมันអាចធ្វើអ្វីឲ្យអ៊ីរ៉ង់ទ្រុឌទ្រោមចុះចាញ់បានទេម្យ៉ាងវិញទៀតមហាអំណាចពិភពលោកក៏ត្រូវបានបង្ខំឲ្យបកលលុយទៅឲ្យអ៊ីរ៉ង់វិញដែរនេះគឺមើលឃើញពីភាពខ្លាំងក្លារបស់អ៊ីរ៉ង់ដែលចាត់ទុកថាជាការត្រៀមខ្លួនរយៈពេលវែងសម្រាប់ការទប់ទល់ឬក៏ធ្វើឲ្យសត្រូវរបស់ខ្លួនទទួលស្គាល់ដែរពីឥទ្ធិពលនៃការវាយប្រហាររបស់អ៊ីរ៉ង់ម្យ៉ាងវិញទៀតអ៊ីរ៉ង់មានចំណុចពិសេសត្រង់ថាចាប់បាននៅច្រកសមុទ្រអរមុសដែលជាចំណុចផ្គត់ផ្គង់ប្រេង 1/5 នៃការផ្គត់ផ្គង់ប្រេងនិងថាមពលសកលដែលមានកម្រិតត្រឹម20 ទៅ 25%ដូច្នេះយើងដឹងពីរយៈពេលនៃវិបត្តិសកលតាក់ទងទៅនឹងបញ្ហាប្រេងអញ្ចឹងមហាអំណាចឃើញបិទតែជាមហាអំណាចលេខ1ទាំងសភាវុធនិងសេដ្ឋកិច្ចក៏ដោយនៅពេលដែលទីតាំងយុទ្ធសាស្ត្រឬចំណុចពិសេសដែលត្រូវបានអ៊ីរ៉ង់ចាប់បានក៏បង្ហាញពីគេហៅថាដែនកំណត់ដែលมันអាចធ្វើលើសនេះបានសង្គ្រាមរយៈពេលមួយខែជាងគឺសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលរំពឹងថាកំទេចបានអ៊ីរ៉ង់ស្ទើរតែទាំងស្រុងទៅហើយប៉ុន្តែទីបំផុតសូម្បីតែការផ្លាស់ប្ដូររបបនៅក្នុងទីក្រុងតេហេរ៉ង់ក៏ធ្វើអត់បានដែរទោះបីជាសម្រាប់មេដឹកនាំកម្ពុជារហូតដល់ថ្នាក់កណ្ដាលជាង50នាក់ក៏ដោយក៏អ៊ីរ៉ង់ហាក់ដូចជារួមសហការគ្នាកាន់តែខ្លាំងឡើងឯកភាពជាតិអ៊ីរ៉ង់កាន់តែខ្លាំងឡើងហើយការវាយប្រហាររបស់អ៊ីរ៉ង់ទៀតសោតគឺសងសឹកភ្លាមបើទោះបីជារយៈកាលនៃមានការបត់ឈប់បាញ់ក៏ដោយដូច្នេះវាបង្ហាញអំពីដែនកំណត់មួយដែលថាមហាអំណាចមិនអាចសុទ្ធសឹងតែចាត់វិធានការឬក៏គម្រាមកំហែងទៅលើប្រទេសដទៃតាមចិត្តរបស់ខ្លួននោះទេបាទឥឡូវយើងចូលមកដល់ដំណោះស្រាយក្នុងបញ្ហាធំទាំងពីរនេះវិញបញ្ហាសង្គ្រាមរុស្ស៊ីអ៊ុយក្រែនចូលមកដល់សប្តាហ៍នេះយើងបានឮថាស្ថានភាពការវាយប្រហារហ្នឹងគឺខ្លាំងក្លាមែនទែនហើយបដិញ្ញាថាបន្តការប្រយុទ្ធគ្នាកាន់តែខ្លាំងថែមទៀតផងហើយបញ្ហាខាងអ៊ីរ៉ង់ដូចជាឃើញតឹងរឿងច្រកសមុទ្រហូមូសនោះខ្លាំងដែរលោកនាងចូលមកដល់សប្តាហ៍នេះតើដំណោះស្រាយរឿងអ៊ុយក្រែននេះតើមានពលឺខ្លះទេហើយដំណោះស្រាយរឿងអាមេរិកអ៊ីរ៉ង់នោះមានពលឺខ្លះទេបាទសម្រាប់ដំណោះស្រាយនៃសង្គ្រាម2នេះគេមើលឃើញអ៊ីរ៉ង់ជាស្ថានភាពមួយដែលតឹងផងធូរផងប៉ុន្តែវាអាចទៅរួចដោយសារតែប្រទេសអ៊ីរ៉ង់គេហៅថាប្រើប្រាស់ការទូតទេវាធិបតេយ្យគឺបែបមេដឹកនាំសាសនាស៊ីអ៊ីតគឺដើម្បីដោះស្រាយបញ្ហាសូម្បីតែអន្តរការីក៏ដើរតាមលំនាំគ្នានឹងដែរ
ប៉ុន្តែអ៊ុយក្រែនវិញគឺការទូតគឺពឹងផ្អែកទៅលើការទូតលោកខាងលិចដោយសារតែចុងក្រោយគឺក្រោមការដឹកនាំរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានព្យាយាមដោះស្រាយដោយមានការជួបផ្ទាល់ជាមួយនឹងប្រទេសរុស្ស៊ីនិងជំរុញឲ្យអ៊ុយក្រែននិងរុស្ស៊ីបានជួបគ្នាប៉ុន្តែគ្រាន់តែថាគម្លាតនៃការវិលរកតុចរចារវាងភាគីទាំងពីរដោយផ្ទាល់វានៅឆ្ងាយដោយសារតែគេហៅថារុស្ស៊ីអ្វីត្បិតតែចុងក្រោយរងសម្ពាធពីការវាយប្រហារខ្លាំងដោយ drone ដោយមីស៊ីលរយៈចម្ងាយឆ្ងាយពីអ៊ុយក្រែនក៏ដោយក៏រុស្ស៊ីហាក់នៅតែមានកម្លាំងខ្លាំងក្លាក្នុងការវាយបកដែលចុងក្រោយនេះប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ថែមទាំងមិនទទួលយកនឹងការស្នើឲ្យមានដែនកំណត់ក្នុងការវាយប្រហារគ្នាមានន័យថាកុំវាយចូលជ្រៅពេកដោយសន្ទុះនៃការវាយប្រហារខ្លាំងពីអ៊ុយក្រែនប៉ុន្តែលោក Putin ថាលោកមិនទទួលយកនៅកំណត់ដែលថាកាត់បន្ថយការវាយប្រហាររយៈចម្ងាយឆ្ងាយទេដោយសម្ពាធពីអ៊ុយក្រែនពិតមែនថាខ្លាំងក្លាប៉ុន្តែលោកនៅតែយល់ថាសម្ពាធរបស់រុស្ស៊ីវានៅតែខ្លាំងជាងដូច្នេះការដើរចូលតុចរចានេះក៏គេមើលឃើញថានៅតែត្រូវការអន្តរការីគឺសហរដ្ឋអាមេរិកដោយខាងរុស្ស៊ីប្រកាន់ខ្ជាប់នៅការទាមទាររបស់ខ្លួនដូច្នេះដំណោះស្រាយរយៈពេលខ្លីសម្រាប់រុស្ស៊ីនិងអ៊ុយក្រែនគឺមិនទាន់មានទេដោយសារតែគម្លាតរវាងការទាមទាររបស់ភាគីទាំងពីរវាឃ្លាតឆ្ងាយពេកដែលអ៊ុយក្រែនមិនទទួលយកបានដោយឡែកសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ឯនេះវិញគឺមានចំណុចត្រូវរើគ្នាច្រើនដោយគ្រាន់តែមានការខ្វែងគំនិតគ្នាខ្លះទៅលើបញ្ហាធំដូចជាកម្មវិធីនុយក្លេអ៊ែរដូចជាការបញ្ចេញទឹកប្រាក់បង្កកហើយធំជាងគេមួយទៀតគឺពាក់ព័ន្ធនឹងច្រកសមុទ្រហូមូសដែលអ៊ីរ៉ង់កំពុងតែជំរុញឲ្យមានការទទួលស្គាល់ជាអន្តរជាតិក្រោយពេលដែលកាលកំណត់60ថ្ងៃកន្លងផុតទៅអ៊ីរ៉ង់ត្រូវប្រើប្រាស់ច្រកនេះសម្រាប់ឲ្យនាវាឆ្លងកាត់ក្នុងការដឹកប្រេងដឹកថាមពលឬក៏ដឹកទំនិញផ្សេងត្រូវបង់លុយឲ្យអ៊ីរ៉ង់ដែលជាអ្នកគ្រប់គ្រងដោយផ្ដាច់មុខបើទោះជាលើកឡើងពីបញ្ហាទ្វេភាគីជាមួយប្រទេសអូម៉ង់រយៈកាលកន្លងមកក៏ដោយដូច្នេះជាមើលឃើញថារយៈពេលនៃសង្គ្រាមអ៊ីរ៉ង់គឺមានរយៈពេលខ្លីជាងហើយដំណោះស្រាយបើទោះបីជាមិនអាចបានឆាប់តាមកាលកំណត់ក៏ដូចជាហាក់ដូចជាមានតម្រុយនឹងអាចឆាប់ចប់ជាងប៉ុន្តែសម្រាប់ប្រទេសអ៊ុយក្រែននិងរុស្ស៊ីនេះគឺមធ្យោបាយការទូតបើខាងបណ្ដាប្រទេសនៅអឺរ៉ុបគឺជាប់គាំងហើយមិនអាចនិយាយមួយរុស្ស៊ីបានទេលើកលែងតែខាងសហរដ្ឋអាមេរិកតែប៉ុណ្ណោះដែលអាចសម្របសម្រួលបានហើយចំហចុងក្រោយក៏ឃើញថាប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ក៏នៅតែចង់ឲ្យសហរដ្ឋអាមេរិកចូលរួមធ្វើអន្តរការីដើម្បីឈានទៅរកចំណុចបញ្ចប់នៃចំនួននេះដែរតែគ្រាន់តែថាពេលនេះគឺពិបាកនឹងនិយាយអ្វីដែលជាការទាមទារផ្ដាច់មុខរបស់ប្រទេសរុស្ស៊ីកន្លងមកហើយពេលនេះគឺអ៊ុយក្រែនហាក់មានសន្ទុះខ្លាំងបើទោះជារងសម្ពាធពីការវាយប្រហារចុងក្រោយធ្ងន់ធ្ងរវាយបកពីរុស្ស៊ីនឹងក៏ដោយបាទលោករីណាបានរំលឹកពីអូម៉ង់នៅក្នុងសប្តាហ៍នេះក៏ចាប់អារម្មណ៍តិចដែររឿងជំនួបអ៊ីរ៉ង់ជាមួយនឹងអូម៉ង់នេះចង់លោកផ្ដល់លំអិតបន្តិចជុំវិញរឿងនេះតើជំហរអ៊ីរ៉ង់ហ្នឹងហើយនឹងជំហរអូម៉ង់ហ្នឹងយ៉ាងម៉េចរឿងការគ្រប់គ្រងច្រកសមុទ្រហូមូសតើប្រទេសទាំងពីរនេះគេបំរុងគិតយ៉ាងម៉េចរឿងបញ្ហាច្រកសមុទ្រនេះបាទដោយសារតែច្រកសមុទ្រហូមូសនេះចេញពីច្រកសមុទ្រហូមូសមកដល់ឈូងសមុទ្រអូម៉ង់បាទអញ្ចឹងវាពីកន្លែងជាប់គ្នាចំណុចប្រសពជាមួយគ្នាចេញពីហូមូសមកចូលដល់ឈូងសមុទ្រអូម៉ង់ហើយប្រទេសទាំងពីរកាលពីដើមសប្តាហ៍នេះបានលើកឡើងថាភាគីទាំងពីរបានឯកភាពជជែកគ្នាជាលក្ខណៈទ្វេភាគីដើម្បីគ្រប់គ្រងច្រកសមុទ្រអូម៉ូសនឹងរួមគ្នាបដោះអាសន្នទេប៉ុន្តែអ៊ីរ៉ង់មិនអញ្ចឹងទេបើទោះបីជាថាអ៊ីរ៉ង់ឯកភាពឲ្យមានការពិភាក្សាឯកភាពក្នុងការជជែកគ្នាទ្វេភាគីដោយលើកបញ្ហាជាទ្វេភាគីក៏ដោយប៉ុន្តែចុងក្រោយនេះគឺអ៊ីរ៉ង់មិនចង់ឲ្យមានការធ្វើតែពីភាគីទេចង់ធ្វើជាឯកតោភាគីទោះបីជាមានការសម្របសម្រួលពីអូម៉ង់ក៏ដោយអូម៉ង់ធ្លាប់និយាយ2ដងក្នុងសប្តាហ៍នេះថាច្រកសមុទ្រហូមូសនេះគឺមិនត្រូវឲ្យមានលុយយកលុយទេជាច្រកធានាក្នុងការធ្វើនាវាចរដោយសេរីនិងធានាសុវត្ថិភាពប៉ុន្តែអ៊ីរ៉ង់វិញគឺមិនអាចមានន័យថាមិនអោយច្រកសមុទ្រហូមូសคล้ายជាច្រកសមុទ្រហូមូសដូចមុនសង្គ្រាមវិញទេអញ្ចឹងភាគីទាំងពីរពិតមែនថាមិនខ្វែងគំនិតគ្នាទេប៉ុន្តែគ្រាន់តែថាអ៊ីរ៉ង់នៅតែចង់យកលុយដូច្នេះជាចុងក្រោយអូម៉ង់ថាអត់ត្រូវការយកលុយទេច្រកនេះគឺធ្វើនាវាចរដោយសេរី free passage and safe ប៉ុន្តែ
អ៊ីរ៉ង់គឺជំរុញឲ្យមានការទទួលស្គាល់ជាអន្តរជាតិសូម្បីតែមានការលើកឡើងពីប្រធានាធិបតីបារាំងអេម៉ានូអែលម៉ាក្រុងថានឹងជំរុញឲ្យមានការចូលរួមជាក្នុងយុទ្ធនាការបីដោះមីននៅច្រកសមុទ្រហូមូសក៏ត្រូវបានអ៊ីរ៉ង់ច្រានចោលដែរអញ្ចឹងគឺជាចំណុចពិសេសដែលអ៊ីរ៉ង់មើលឃើញថាច្រកសមុទ្រហូមូសជាឧបករណ៍នៃអំណាចដ៏អស្ចារ្យរបស់អ៊ីរ៉ង់ដែលអាចធ្វើឲ្យមហាអំណាចផ្អាកសកម្មភាពរបស់ខ្លួនឬក៏ងាកមករកទុកចរចាដោយស្មើមុខស្មើមាត់បានជាមួយនឹងប្រទេសអ៊ីរ៉ង់ជារួមមកប្រទេសទាំងពីរមិនខ្វែងគំនិតគ្នាទេប៉ុន្តែគ្រាន់និយាយខុសគ្នាគឺអូម៉ងហាក់ចង់សម្របសម្រួលឲ្យគ្រាន់តែថាដោះស្រាយជាទ្វេភាគីមានការគ្រប់គ្រងអីក្នុងរយៈពេលបដាអាសន្ន60ថ្ងៃប៉ុន្តែអ៊ីរ៉ង់កន្លងមកថាក្នុងរយៈពេល60ថ្ងៃនេះគឺអាចអនុគ្រោះឲ្យបានប៉ុន្តែឆ្លងផុត60ថ្ងៃថ្ងៃពាក់កណ្ដាលខែកក្កដានេះគឺអ៊ីរ៉ង់ត្រូវទារលុយហើយនេះគឺជាការចង់បានរបស់អ៊ីរ៉ង់ដែលមើលទៅថាវាជាចំណុចខ្ទាស់នៅច្រកសមុទ្រហូមូសនេះបើទោះបីជាការចរចានៅសប្តាហ៍នេះបានឯកភាពបង្កើតច្រកវិស័យតាក់ទងបញ្ហាប៉ះទង្គិចគ្នាដែលអាចបង្កើតឡើងនៅច្រកសមុទ្រហូមូសក៏ដោយប៉ុន្តែអ៊ីរ៉ង់ហាក់ដូចជាមិនអើពើរឿងបញ្ហាដែលថាធ្វើនាវាចរដោយសេរីគ្មានបង់ប្រាក់គឺអ៊ីរ៉ង់មិនអនុញ្ញាតទេហើយសូម្បីតែពីនេះការធ្វើនាវាចរទាំងអស់ត្រូវឆ្លងកាត់ច្រកដែលអ៊ីរ៉ង់អនុញ្ញាតមានន័យថាត្រូវមានឆ្លងកាត់ការសម្របរួលពីអ៊ីរ៉ង់បើបំណុះសោតខ្លួននឹងវាយប្រហារសូម្បីតែនៅថ្ងៃពហុសប្តាហ៍នេះក៏អ៊ីរ៉ង់និយាយដែរថាច្រកនាវាទាំងអស់ដែលឆ្លងកាត់ច្រកសមុទ្រហូមូសត្រូវតែទៅតាមផ្លូវដែលអ៊ីរ៉ង់អនុញ្ញាតបើបំណុះទេនឹងឆ្លើយតបដោយកម្លាំងនេះគឺជាការប្រកាសអ៊ីរ៉ង់ហើយខាងពីកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ក៏ប្រកាសដូចគ្នាដែរដែលត្រូវបានផ្សព្វផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់អ៊ីរ៉ង់នេះបាទសូមអរគុណលោករីណាយើងនឹងបន្តតាមដានបន្តទៀតទាំងទៅលើបញ្ហាអ៊ុយក្រែនបញ្ហារឿងអ៊ីរ៉ង់នេះជម្រាបលាបាទអរគុណទូរទស្សនិកជននៅក្នុងសប្តាហ៍នេះគឺជាការត្រៀមលក្ខណៈសម្រាប់បណ្ដាប្រទេសជាសមាជិកនៃសម្ព័ន្ធយោធា NATO ដែលមានសមាជិកសរុប32ប្រទេសគឺនៅថ្ងៃទី7និងថ្ងៃទី8សប្តាហ៍ក្រោយនេះសម្ព័ន្ធយោធា NATO នឹងរៀបចំកិច្ចប្រជុំកំពូលរបស់ខ្លួននៅក្នុងប្រទេសទួរគីមុនជំនួបកំពូលនេះកើតឡើងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដែលកន្លងមកត្រូវបានគេមើលឃើញថាគឺជាអ្នកបានដាក់សម្ពាធខ្លាំងទៅលើសម្ព័ន្ធយោធាមួយនេះគឺលោកបានលើកឡើងថាជារឿងមិនសមហេតុផលឡើយបើសហរដ្ឋអាមេរិកបន្តគាំទ្រសម្ព័ន្ធយោធា NATO ដោយពេលបច្ចុប្បន្ននេះប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នាថ្ងៃប្រហ័សទី2កក្កដាឆ្នាំ2026បានលើកឡើងថាវាជារឿងមិនសមហេតុផលឡើយដែលសហរដ្ឋអាមេរិកត្រូវបន្តទំនាក់ទំនងតែម្ខាងរបស់ខ្លួនជាមួយអង្គការ NATO ដោយការនិយាយនេះកើតឡើងមិនដល់មួយសប្តាហ៍ផងមុនកិច្ចប្រជុំកំពូលអង្គការ NATO នៅទីក្រុងអង្ការ៉ាប្រទេសទួរគីលោកត្រាំបានសរសេរលើបណ្ដាញទំនាក់ទំនងសង្គម Truth Social របស់លោកថាពួកគេមិនមានវត្តមាននៅទីនោះសម្រាប់ពួកយើងទេហើយទំនាក់ទំនងរបស់ទីក្រុង Washington ជាមួយអង្គការ NATO មិនមែនជាអ្វីដែលមានមកនោះឡើយលោក Trump បានរិះគន់ម្ដងហើយម្ដងទៀតចំពោះសម្ព័ន្ធមិត្តអឺរ៉ុបជំវិញការឆ្លើយតបរបស់ពួកគេចំពោះសង្គ្រាមនៅអ៊ីរ៉ង់ខណៈដែលប្រទេសជាច្រើនបានរឹតបន្តឹងការប្រើប្រាស់មូលដ្ឋានសម្រាប់កម្លាំងអាមេរិកជាមួយគ្នានេះលោកក៏បានទទូចផងដែរថាលោកចង់ឲ្យអឺរ៉ុបដើរតួនាទីនាំមុខសម្រាប់ការការពារជាតិរបស់ខ្លួនហើយទីក្រុង Washington បានកាត់បន្ថយកម្រិតនៃការបដិញ្ញាចិត្តរួចហើយការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Truth Social របស់លោកនៅថ្ងៃទី2ខែកក្កដារួមមានតារាងមួយដែលបង្ហាញពីចំនួនទឹកប្រាក់នៃការចំណាយរបស់អង្គការ NATO ដោយសហរដ្ឋអាមេរិកបានវិនិយោគច្រើនជាងរដ្ឋសមាជិកមួយចំនួនទៀតដែលត្រូវបានបង្ហាញដោយស្ថិតនៅក្រោមសម្ពាធរបស់លោកត្រាំនៅក្នុងកិច្ចប្រជុំមួយនៅក្នុងឆ្នាំ2025ថ្នាក់ដឹកនាំអង្គការ NATO បានព្រមព្រៀងបង្កើនការចំណាយទាក់ទងនឹងការការពារជាតិដល់ 5% នៃផលិតផលក្នុងស្រុកសរុប GDP នៅឆ្នាំ2035កិច្ចប្រជុំកំពូល NATO នាពេលខាងមុខដែលនឹងនាំរដ្ឋជាសមាជិកចំនួន32មកជួបជុំគ្នានឹងត្រូវធ្វើឡើងនៅរដ្ឋធានីរបស់ទួរគីពីថ្ងៃទី7ដល់ថ្ងៃទី8ខែកក្កដាតើមានក្តីរំពឹងអ្វីខ្លះជុំវិញកិច្ចប្រជុំកំពូល NATO ដែលនឹងកើតឡើងនៅប្រទេសទួរគីនៅសប្តាហ៍ក្រោយនេះប្រធានបទធំៗនៃការពិភាក្សាអាចមានប្រធានបទអ្វីខ្លះយើងមានការជួបបន្ថែមពីអ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិមួយរូបទៀតរបស់ទូរទស្សន៍ព័ត៌មាន BTV គឺលោកជិនសារីមបាទលោកសារីមនៅសប្តាហ៍ក្រោយនេះថ្ងៃទី7ទី8នៅក្នុងទីក្រុងអង្ការ៉ាប្រទេសទួរគីកិច្ចប្រជុំកំពូលនៃសម្ព័ន្ធយោធា NATO នឹងត្រូវធ្វើឡើងហើយមេដឹកនាំកំពូល32ប្រទេសនឹងទៅជួបជុំគ្នានៅទីនោះតាមមើលទៅកិច្ចប្រជុំកំពូលឆ្នាំនេះអាចនឹងពិភាក្សាគ្នាផ្ដោតទៅលើប្រធានបទធំៗអ្វីខ្លះទៅបាទ
បាទចំពោះប្រធានបទធំនៃកិច្ចប្រជុំអង្គការ NATO ហ្នឹងត្រូវបានផ្សព្វផ្សាយរួចទៅហើយប៉ុន្តែគ្រាន់តែស្ថិតនៅក្នុងរបៀបវិរៈដែលគេតាមដានពីព្រោះកិច្ចប្រជុំអង្គការ NATO ប្រចាំឆ្នាំនៅទីក្រុងអង្ការ៉ាប្រទេសទួរគីសម្រាប់ឆ្នាំ2026នេះត្រូវទទួលបានការយកចិត្តទុកដាក់ខ្លាំងណាស់បាទទទួលបានការយកចិត្តទុកដាក់ដោយសារតែកិច្ចប្រជុំនេះវាក្នុងក្របខ័ណ្ឌដែលថា NATO ជាជើងខ្លាំងនៅក្នុងតំបន់អឺរ៉ុបអញ្ចឹងហើយនៅពេលបច្ចុប្បន្ននេះគឺ NATO ដែលជាជើងខ្លាំងហ្នឹងវាទៅជារងសម្ពាធពីរុស្ស៊ីទៅវិញកិច្ចប្រជុំនេះបើតាមរបៀបវិរៈដែលនឹងត្រូវលើកឡើងនៅក្នុងកិច្ចប្រជុំពីថ្ងៃទី7ដល់ខែទី8ខែនេះនៅទីក្រុងអង្ការ៉ាប្រទេសទួរគីគឺមានរបៀបវិរៈច្រើនណាស់ប៉ុន្តែក្នុងនោះគេក៏សម្គាល់ឃើញរបៀបវិរៈ3ដែលសំខាន់ជាងគេក្នុងកិច្ចប្រជុំរបស់អង្គការ NATO គឺទី1ការលើកឡើងអំពីសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនដែលអង្គការ NATO មានភារកិច្ចជួយដល់ប្រទេសអ៊ុយក្រែនទី2ការបន្ថែមឬក៏ពង្រីកថវិកាសម្រាប់វិស័យការពារជាតិរបស់ប្រទេសជាសមាជិកអង្គការ NATO ផងក្នុងក្របខ័ណ្ឌអង្គការ NATO ផងហើយចំណែកទី3នោះគឺសហភាពអឺរ៉ុបនេះឯងចង់ពង្រឹងក្របខ័ណ្ឌ NATO នឹងក្នុងប្លុកអឺរ៉ុបហើយក៏កាត់បន្ថយការពឹងផ្អែកអង្គការ NATO នេះទៅលើសហរដ្ឋអាមេរិកផងដែរដូច្នេះ3ចំណុចនេះគឺជារបៀបវិរៈសំខាន់ដែលសមាជិករបស់អង្គការ NATO នឹងលើកឡើងនៅក្នុងកិច្ចប្រជុំនៅប្រទេសទួរគីនៅពីថ្ងៃទី7ដល់ថ្ងៃទី8ខែនេះហើយម្យ៉ាងទៀតគេតាមដាននៅត្រង់ថានៅពេលបច្ចុប្បន្ននេះគឺខណៈដែលសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែននេះហាក់គ្មានសញ្ញាត្រូវបញ្ចប់ដូច្នេះបណ្ដាប្រទេសដែលជាសមាជិករបស់អង្គការ NATO នៅតំបន់អឺរ៉ុបនោះទទួលរងការគំរាមកំហែងនឹងកាន់តែខ្លាំងអញ្ចឹងហើយសហភាពអឺរ៉ុបនៅពេលបច្ចុប្បន្ននេះបើពឹងផ្អែកទៅលើតែសហរដ្ឋអាមេរិកដោយកាលពីមុននោះអ៊ុយក្រែនប្រកាសជាទុនជង្គង់នៅពេលខាងមុខបើសិនបើអឺរ៉ុបដែលចំនួននៅអ៊ុយក្រែនស្ថិតនៅក្នុងតំបន់អឺរ៉ុបនេះអឺរ៉ុបបែរជាធ្វើពង្រើយកន្តើយហើយពឹងផ្អែកលើសហរដ្ឋអាមេរិកក្នុងក្របខ័ណ្ឌអង្គការ NATO គឺពង្រឹងសហភាពអឺរ៉ុបដើម្បីជួយដល់ប្រទេសអ៊ុយក្រែនផងពង្រឹងសហភាពអឺរ៉ុបដើម្បីការពារខ្លួនពីការគំរាមកំហែងពីសំណាក់ប្រទេសរុស្ស៊ីផងបាទលោកសេរីមឥឡូវនេះយើងចូលទៅក្នុងប្រវត្តិសាស្ត្របន្តិចតាក់ទងទៅនឹងប្រវត្តិនៃចំនួនរុស្ស៊ីជាមួយនឹង NATO នេះដែលយើងបានមើលឃើញថាចំនួនរហូតមកដល់ថ្ងៃនេះរហូតដល់ផ្ទុះសង្គ្រាមនៅអ៊ុយក្រែននេះវាកើតឡើងដោយសារតែការមិនទុកចិត្តគ្នារវាងរុស្ស៊ីជាមួយនឹងសម្ព័ន្ធយោធា NATO ដឹកនាំដោយសហរដ្ឋអាមេរិកនឹងហើយក៏តាក់ទងនឹងខាងសហភាពអឺរ៉ុបនឹងផងដែរដែលអឺរ៉ុបបច្ចុប្បន្នបានមើលឃើញថារុស្ស៊ីគឺជាការគំរាមកំហែងដល់សន្តិសុខជាតិរបស់ខ្លួនខ្លាំងទើបអឺរ៉ុបព្យាយាមជួយផ្គត់ផ្គង់គ្រប់យ៉ាងដល់អ៊ុយក្រែននៅក្នុងការទប់ទល់ជាមួយរុស្ស៊ីកន្លងមកនេះប៉ុន្តែចង់ឲ្យលោកលើកឡើងត្រឡប់បន្តិចនៅត្រង់ចំណុចនេះតើជាក់ស្ដែងរុស្ស៊ីពិតជាការគំរាមកំហែងដល់ NATO និងអឺរ៉ុបមែនឬហើយ NATO និងអឺរ៉ុបហ្នឹងពិតជាការគំរាមកំហែងដល់សន្តិសុខជាតិរបស់រុស្ស៊ីមែនឬអត់ដែរបាទតាមពិតទៅរុស្ស៊ីហើយនិង NATO ហ្នឹងបើនិយាយក្របខ័ណ្ឌរុស្ស៊ីនិង NATO ពីរភាគីនេះគឺជាភាគីគម្រាមកំហែងគ្នាទៅវិញទៅមកទាំងខាងភូមិសាស្ត្រនយោបាយទាំងខាងសព្វវុធពីព្រោះអញ្ចេះវាមានប្រវត្តិអញ្ចេះ NATO ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ1949ដូច្នេះគោលបំណងសំខាន់របស់អង្គការ NATO ដែលត្រូវបានបង្កើតឡើងនេះគឺដើម្បីទប់ទល់ជាមួយនឹងអតីតសហភាពសូវៀតពីព្រោះកាលពីមុនអតីតសហភាពសូវៀតដែលប្រទេសរុស្ស៊ីនៅពេលបច្ចុប្បន្ននេះគឺមានរដ្ឋចំណុះរហូតដល់ទៅ16រដ្ឋហើយរដ្ឋចំណុះរបស់អតីតសហភាពសូវៀតគឺជាបណ្ដុំប្រទេសនៅសហភាពអឺរ៉ុបនឹងឯងដូចជាអ៊ុយក្រែនស៊ុយអែតហ្វាំងឡង់ប៉ូឡូញអីជាដើមនេះសិតតែជារដ្ឋចំណុះរបស់អតីតសហភាពសូវៀតអង្គការ NATO ដែលបង្កើតឡើងនេះគឺដើម្បីផ្ដួលរំលំអតីតសហភាពសូវៀតផ្ដួលរំលំចង់និយាយថា NATO ប្រើយុទ្ធសាស្ត្រយ៉ាងណាគឺបំបែក
បំបែករដ្ឋទាំង16ចេញពីសូវៀតគោលដៅនេះបានសម្រេចនៅត្រង់ថាឆ្នាំ1991អតីតសហភាពសូវៀតដួលរលំដោយសារតែប្រទេសទាំងអស់ដែលជាសម្ព័ន្ធមិត្តដែលជាប្រទេសរដ្ឋចំណុះរបស់អតីតសហភាពសូវៀតទាំង15បានប្រកាសឯករាជ្យទាំងអស់សូម្បីតែអ៊ុយក្រែនប៉ូឡូញស៊ុយអែតហ្វាំងឡង់ជាដើមហ្នឹងក៏សិតតែជារដ្ឋចំណុះហើយប្រកាសឯករាជ្យមួយទាំងអស់ដោយអង្គការ NATO នឹងឯងជាអ្នកជួយអញ្ចឹងគោលដៅរបស់អង្គការ NATO ត្រូវបានបង្កើតឡើងដើម្បីផ្ដួលរំលំអតីតសហភាពសូវៀតនឹងឯងហើយសហភាពសូវៀតដួលរលំកាលពីឆ្នាំ1991ក្រោយពីរដ្ឋចំណុះរបស់ខ្លួនប្រកាសឯករាជ្យរៀងខ្លួនតែហ្នឹងខ្ញុំសូមបញ្ជាក់បន្តិចដែរថាក្នុងរដ្ឋចំណុះទាំង15របស់អតីតសហភាពសូវៀតនេះគឺមានរដ្ឋ3ដែលប្រកាសខ្លួនអព្យាក្រឹតរដ្ឋ3នោះមានអ៊ុយក្រែនស៊ុយអែតនិងហ្វាំងឡង់អ៊ុយក្រែនស៊ុយអែតនិងហ្វាំងឡង់គឺជាប្រទេសជាប់ព្រំដែនជាមួយនឹងប្រទេសរុស្ស៊ីហើយប្រទេសទាំង3នេះប្រកាសខ្លួនអព្យាក្រឹតអញ្ចឹងតាំងពីឆ្នាំ1991ក្រោយពីផ្ដាច់ខ្លួនចេញពីអតីតសហភាពសូវៀតគឺប្រទេសទាំង3ហ្នឹងអ៊ុយក្រែនស៊ុយអែតហ្វាំងឡង់ហ្នឹងគឺនៅជាប្រទេសអព្យាក្រឹតមានន័យថាมันមានទំនាក់ទំនងខ្លាំងខាងយោធាទៅលើលោកខាងលិចហើយក៏មិនមានទំនាក់ទំនងខ្លាំងលើរុស្ស៊ីដែរប៉ុន្តែដោយសារតែរយៈកាលកន្លងមកមុនសង្គ្រាមអ៊ុយក្រែនបាត់បង់អព្យាក្រឹតភាពចង់ចូលជាសមាជិកអង្គការ NATO ទើបមានសង្គ្រាមដែលរុស្ស៊ីវាយប្រហារឈ្លានពានចូលទៅក្នុងទឹកដីអ៊ុយក្រែនគឺដោយសារតែអ៊ុយក្រែនបាត់បង់អព្យាក្រឹតភាពនេះឯងហើយវាជាឱកាសពេលដែលរុស្ស៊ីឈ្លានពានចូលអ៊ុយក្រែនហ្វាំងឡង់និងស៊ុយអែតដែលជាប្រទេសប្រកាសថាអព្យាក្រឹតដែរនោះក៏ចូលជាសមាជិកអង្គការ NATO បានសម្រេចតែម្ដងដូច្នេះនៅពេលបច្ចុប្បន្ននេះគ្មានប្រទេសណាអព្យាក្រឹតទៀតទេគឺកាលពីមុនមានស៊ុយអែតហ្វាំងឡង់អ៊ុយក្រែនឥឡូវអត់មានទេនិយាយឲ្យខ្លីមកវិញកុំឲ្យវែងគឺតាមពិតទៅការគម្រាមកំហែងនឹងរុស្ស៊ីនឹងឯងគម្រាមកំហែងអង្គការ NATO ហើយអង្គការ NATO ក៏គម្រាមកំហែងទៅលើប្រទេសរុស្ស៊ីដែរប៉ុន្តែភាគីទាំងពីរនេះគឺប្រយុទ្ធគ្នាតាមបែបប្រកួតប្រជែងភូមិសាស្ត្រនយោបាយដោយខាង NATO ទាញប្រទេសដែលនៅជិតរុស្ស៊ីឲ្យចូលជាសមាជិករបស់ខ្លួនរុស្ស៊ីព្យាយាមទាញប្រទេសដែលនៅជិតខ្លួនកុំឲ្យចេញពីខ្លួនចូលទៅកាន់អង្គការ NATO អញ្ចឹងហើយបានជាសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែននេះគឺឆាបឆេះដោយការឈ្លានពានពីរុស្ស៊ីជាសង្គ្រាមឈ្លានពានប៉ុន្តែបើមើលដើមហេតុដែលនាំឲ្យរុស្ស៊ីឈ្លានពានគឺជាសង្គ្រាមដណ្ដើមទីតាំងភូមិសាស្ត្រនយោបាយដោយរុស្ស៊ីមិនអនុញ្ញាតឲ្យអ៊ុយក្រែនចូលទៅអង្គការ NATO ហើយអង្គការ NATO មិនឲ្យអ៊ុយក្រែននៅគៀករុស្ស៊ីនេះគិតចិត្តរុស្ស៊ីក៏ទាញរុស្ស៊ីឲ្យចូលទៅខាងខ្លួនអញ្ចឹងគឺសង្គ្រាមនៅអ៊ុយក្រែននេះគឺកើតឡើងដោយសារតែ NATO គម្រាមកំហែងសន្តិសុខរុស្ស៊ីហើយរុស្ស៊ីនៅពេលបច្ចុប្បន្ននេះក្នុងសង្គ្រាមអ៊ុយក្រែនក៏កំពុងតែគម្រាមកំហែងសន្តិសុខដល់បណ្ដាប្រទេសជាសមាជិកអង្គការ NATO បាទដែរបាទបើរុស្ស៊ីអាចឈានទៅគ្រប់គ្រងបានតំបន់ដុនបាសទាំងមូលតើតាមមើលទៅរុស្ស៊ីអាចនឹងផ្អាកការបដោតខ្លាំងលើសង្គ្រាមហើយងាកមករកការចរចាសន្តិភាពវិញទេបាទមើលទៅបើសិនជាអ៊ុយក្រែនពិតជាលះបង់តំបន់ដុនបាសហើយនឹងនៅតំបន់ខឺសិននិងប៉ាសាប៉ូរីសាទៀតនៅប៉ែកខាងត្បូងអ៊ុយក្រែនហ្នឹងនិយាយរួមទឹកដីក្នុងរង្វង់ 20% នៃដែនដីសរុបអ៊ុយក្រែនដែលរុស្ស៊ីគ្រប់គ្រងនៅពេលបច្ចុប្បន្ននេះអ៊ុយក្រែនផ្ដល់ភាពស្របច្បាប់ឲ្យទៅប្រទេសរុស្ស៊ីនោះមានន័យថាសង្គ្រាមអាចនឹងមិនឆាបឆេះទេប៉ុន្តែទោះបីយ៉ាងណាក៏ដោយក៏រុស្ស៊ីយកតំបន់ 20% នៃទឹកដីអ៊ុយក្រែននេះធ្វើជាតំបន់ទំនាប់របស់ខ្លួនដែរទំនាប់នៅត្រង់ថាសង្គ្រាមអាចនឹងឆាបឆេះឡើងវិញប្រសិនបើអ៊ុយក្រែននៅតែចិញ្ចឹមចិត្តចង់ចូលជាសមាជិកអង្គការ NATO តែបើអ៊ុយក្រែនមិនចូលជាសមាជិកអង្គការ NATO ទេក្រោយពីចប់សង្គ្រាមនោះមានន័យថារុស្ស៊ីអាចលែងបន្តសង្គ្រាមទៀតហើយពីព្រោះមានអ៊ុយក្រែនមួយជាទំនាប់ហើយថែមទាំងមានតំបន់លើទឹកដីក្នុងរង្វង់ 20% ដែលអ៊ុយក្រែនផ្ដល់ភាពស្របច្បាប់ឲ្យរុស្ស៊ីនេះក៏ជាតំបន់ទំនាប់ដែរពី
ពីព្រោះទឹកដីដែលរុស្ស៊ីដដើមបានប្រហែល20% នៃទឹកដីសរុបរបស់ប្រទេសអ៊ុយក្រែននេះគឺភាគច្រើនប្រជាជននិយាយភាសារុស្ស៊ីជនជាតិអ៊ុយក្រែនតែនិយាយភាសារុស្ស៊ីអញ្ចឹងតំបន់នេះក៏ជាតំបន់ទំនាប់មកតង់ទៀតដែរហើយសង្គ្រាមអាចនឹងចប់បើអ៊ុយក្រែនប្រគល់ភាពស្របច្បាប់ទឹកដី20%ឲ្យទៅខាងភាគីរុស្ស៊ីនោះបាទ បាទសូមអរគុណលោកស្រីមានបន្តតាមដានបន្តទៀតអំពីបញ្ហានេះជម្រាបលាបាទ អរគុណបាទ